ចំណុចទាំង5ដែលខ្ញុំតែងតែធ្វើឲ្យជីវិតរបស់ខ្ញុំនឹងវាមានភាព romantic ជាងមុនដែលអ្នកផ្សេងពេលខ្លះគាត់អាចមើលមកទៅដូចជាជីវិតខ្ញុំនឹងគឺ boring តែពិតអត់ទេគឺខ្ញុំស្រឡាញ់ជីវិតបែបហ្នឹងខ្លាំងមែនតើចំណុចទី1ដែលខ្ញុំតែងធ្វើហ្នឹងគឺខ្ញុំតែងតែគិតថាជីវិតខ្លួនឯងហ្នឹងដូចនៅក្នុងរឿងកុនរឿងភាគឬមួយក៏ story ក្នុងសភៅមួយអញ្ចឹងពេលព្រឹកឡើងអញ្ចឹងខ្ញុំតែងតែចូលចិត្តញ៉ាំកាហ្វេឆុងកាហ្វេខ្លួនឯងព្រឹកព្រលឹមឡើងញ៉ាំអាហារពេលព្រឹកពេលខ្លះអញ្ចឹងខ្ញុំញ៉ាំ yogurt ពេលដែលខ្ញុំញ៉ាំអាហារពេលព្រឹកហ្នឹងគឺខ្ញុំជិតបើប្រួយទៅខ្ញុំមើលឃើញខាងក្រៅទៅស្ពីបខាងក្រៅនៅពេលដែលខ្ញុំកំពុងញ៉ាំអាហារពេលព្រឹកហ្នឹងទៅវា slow morning ប៉ុន្តែវាមានអារម្មណ៍ថាជីវិតដូចមានក្តីសុខហើយមួយទៀតនៅពេលដែលចប់ពីរឿងឆុងកាហ្វេហើយនឹងញ៉ាំអាហារពេលព្រឹកហ្នឹងគឺខ្ញុំតែងតែចូលចិត្តអាពេលដែលខ្ញុំត្រូវរៀបចំខ្លួនទៅធ្វើការដូចថា skin care make up ហើយនឹងពេលខ្លះចឹងខ្ញុំជួយដាក់អារឿងភាគ TVB ហ្នឹងនៅពេលដែលខ្ញុំកំពុងតែតែងខ្លួនឬមក clip skin care ដើម្បីរៀបចំទៅធ្វើការដូចវាជា morning routine មួយដែលធ្វើឲ្យខ្ញុំហ្នឹង excited to wake up to ហ្មងខ្ញុំជិះទៅធ្វើការអីអញ្ចឹងគឺខ្ញុំចូលចិត្តដាក់ podcast អីដែលខ្ញុំចូលចិត្តហ្នឹងស្ដាប់អីបើមិនចឹងទេគឺខ្ញុំចូលចិត្តមើល vlog មើលអីដល់ពេលដែលខ្ញុំចេញទៅធ្វើការដោយសារខ្ញុំនៅស្រុកក្រៅគឺខ្ញុំត្រូវជិះរថភ្លើងដើម្បីទៅធ្វើការភាគច្រើនគឺខ្ញុំការដែលខ្ញុំជិះរថភ្លើងហ្នឹងហើយវាដូចជាក្តីសុខមួយព្រោះខ្ញុំអាចស្ដាប់ podcast ដែលខ្ញុំចូលចិត្តខ្ញុំអាចរៀនអីបានថ្មីស្ដាប់ភាសាអីបានថ្មីពេលខ្លះវិញគ្រាន់តែខ្ញុំដាក់ចំហៀងស្ដាប់ចោលក៏មានអារម្មណ៍មានក្តីសុខដែរចំណុចទី2វិញគឺនៅពេលដែលខ្ញុំទៅណាក៏ដោយគឺខ្ញុំចូលចិត្តឲ្យ environment ហ្នឹងមានអារម្មណ៍ថាដូច environment នៅផ្ទះខ្ញុំចឹងភាគច្រើនគឺខ្ញុំជាអ្នកចូលចិត្តអានសៀវភៅគឺខ្ញុំតែងតែមានសៀវភៅ2ត្រូវអានក្នុងពេលតែមួយមិនអានតាំងពីមុខនឹងក្នុងពេលតែមួយហ្មងណារបៀបដូចថាខ្ញុំអត់ដែរអានសៀវភៅ self improvement នេះហ្នឹងមុនពេលចូលគេខ្ញុំអានតែសៀវភៅប្រឡំលោកគេមុនពេលចូលគេដើម្បីកុំឲ្យខួរក្បាលខ្ញុំគិតច្រើនសៀវភៅប្រឡំលោកវាដូចជា entertainment មួយដូចនៅពេលយើង scroll Facebook Instagram TikTok អញ្ចឹងប៉ុន្តែខ្ញុំអត់ចង់ scroll មកចង់ខ្លួនឯងមានទម្លាប់អាក្រក់ជាមួយនឹង short content ហ្នឹងឯងអញ្ចឹងខ្ញុំតែងតែអានសៀវភៅប្រឡំលោកមុនពេលចូលគេមួយវិញទៀតគឺនៅក្នុង office ខ្ញុំឬមួយក៏នៅក្នុង living room របស់ខ្ញុំតែងតែមានសៀវភៅ self improvement ឥឡូវហ្នឹងគឺខ្ញុំកំពុងតែអានសៀវភៅThe Daily Stoic សៀវភៅហ្នឹងវាដូចវាមានមួយទំព័រមួយថ្ងៃដើម្បីឲ្យយើងប្រសើរជាងមុនហើយបើសិនជាអ្នកទាំងអស់គ្នាគឺជាអ្នកដែលចូលចិត្តអានសៀវភៅដូចគ្នាជាពិសេសសៀវភៅប្រឡំលោកខ្មែរដែលខ្ញុំទើបតែចាប់ផ្ដើមអានប្រហែលជាជាងកន្លះឆ្នាំមុនហើយខ្ញុំមានអារម្មណ៍ថាខ្ញុំ miss out ច្រើនមែនតើដោយសារខ្ញុំអត់សូវនិយាយទៅតាំងពីទូចមកគឺខ្ញុំអត់សូវ big fan of Khmer fiction ទេខ្ញុំភាគច្រើនជាអានតែសៀវភៅប្រឡំលោកបែបអង់គ្លេសអញ្ចឹងខ្ញុំចាប់ផ្ដើមអានសៀវភៅប្រឡំលោកបែបខ្មែរទៅខ្ញុំដឹងថាពិតទៅមានសៀវភៅច្រើនដែលខ្ញុំ miss out ហ្មងហើយរឿងខ្លះអញ្ចឹងគឺវា like I don't really expect it to come from Khmer writers in the new generation អញ្ចឹងខ្ញុំចាប់ផ្ដើម appreciate អ្នកសរសេរសៀវភៅជាភាសាខ្មែរនៅក្នុងសម័យទំនើបហ្នឹងហើយគម្រោងវីដេអូខ្ញុំលើកក្រោយគឺខ្ញុំចង់ធ្វើតាក់ទងនឹងសៀវភៅជាពិសេសសៀវភៅប្រឡំលោកខ្មែរហើយបើសិនជាអ្នកទាំងអស់គ្នាមាន recommendation អីដែលចង់ឲ្យខ្ញុំអានគឺអាច comment នៅក្នុងវីដេអូខ្ញុំបានដើម្បីខ្ញុំទិញសៀវភៅហ្នឹងអានហើយយើងធ្វើ review ទាំងអស់គ្នាចំណុចទី3វិញគឺ don't wait for the big moment to enjoy your life ដូចថាជីវិតយើងរាល់ថ្ងៃណាភាគច្រើនក្មេងៗអាយុប៉ុនខ្ញុំនេះ25 26ឆ្នាំហ្នឹងគឺយើងតែងតែគិតថាយើងត្រូវតែមានឡានមានផ្ទះមានលុយច្រើនបើយើងអាចសម្រេចចិត្តបានតាមពិតទៅនៅក្នុងសង្គមស្រុកខ្មែរយើង25 26ហ្នឹងរៀងចាស់ទុំដែរហើយប៉ុន្តែអ្នកទាំងអស់គ្នាគិតមើលបើសិនជាយើងរស់នៅដល់អាយុ70 80 90ឆ្នាំអី25ឆ្នាំនៅក្មេងត្រូវអត់យើងកុំដាក់បន្ទុកឲ្យខ្លួនឯងច្រើនពេកពេលខ្លះយើងបង្ខំខ្លួនឯងឲ្យធ្វើការងារមួយដែលយើងមិនពេញចិត្តដោយសារតែយើងគិតថាយើងត្រូវតែជោគជ័យទោះបីជាផ្លូវនោះមិនជាផ្លូវដែលយើងចង់បានក៏ដោយអញ្ចឹងសម្រាប់ខ្ញុំវា start ពីចំណុចតូចៗហ្នឹងឯងដែលខ្ញុំព្យាយាមជំរុញខ្លួនឯងឲ្យខ្លួនឯងទទួលស្គាល់ថាអ្វីដែលខ្ញុំចូលចិត្តនិងអ្វីដែលខ្ញុំមិនចូលចិត្តរឿងតូចៗខ្លះហ្នឹងគឺខ្ញុំចូលចិត្តទៅហាងកាហ្វេទៅសេ goal ខ្លួនឯងទៅសេចំណងចិត្តខ្លួនឯងទៅសេ diary ខ្លួនឯងទៅសេជាវាដូចថា strengths and weaknesses វាដូចភាពខ្លាំងភាពខ្សោយរបស់យើងអ្វីដែលយើង achieve បាន so far អ្វីដែលយើង
fail ប៉ុន្តែយើងអាចនៅតែ improve បានណាអាហ្នឹងគឺខ្ញុំចូលចិត្តធ្វើរឿងតូចៗអញ្ចឹងមួយដើម្បីឲ្យខ្លួនឯងហ្នឹងដឹងថាតែពិតទៅខ្ញុំមិនជាអ្នកបរាជ័យទេខ្ញុំគ្រាន់តែនៅក្នុងដំណាក់កាលមួយដែលខ្ញុំនឹងអាចimprove ខ្លួនឯងទៅតាមផ្លូវដែលយើងចង់ទៅបានរឿងតូចៗខ្លះទៀតដែលអ្នកទាំងអស់គ្នាអាចធ្វើបានហ្នឹងគឺស្លៀកពាក់ស្អាតតែងខ្លួនឲ្យស្អាតចេញទៅក្រៅទោះបីជាអ្នកទាំងអស់គ្នាហ្នឹងមិនមែនទៅជាមួយពីណាគេក៏ដោយការស្លៀកពាក់ស្អាតតែងខ្លួនស្អាត make up អីស្អាតនៅពេលដែលយើងចេញក្រៅគឺ improve confidence យើងខ្លាំងមែនទែនរឿងតូចៗមួយទៀតហ្នឹងខ្ញុំគិតថាយើងអត់ចាំបាច់តតែមានលុយច្រើនទៅហាងថ្លៃបើយើងអាចដូចថា celebrate ខ្លួនឯងបានទេបើសិនជាអ្នកទាំងអស់គ្នាចង់ celebrate ទៅញ៉ាំអីម្នាក់ឯងចឹងហៅកន្លែងណាដែលសមនឹង budget ដែលខ្លួនឯងមានហើយយើង enjoy វា like fully genuinely ហ្មងដូចយើងហ៊ានទទួលយករបស់ហ្នឹងដោយសុទ្ធតែចិត្តណាឬមួយក៏ទៅញ៉ាំអាហារសាមញ្ញប៉ុន្តែយើងដោយសុទ្ធតែចិត្តអញ្ចឹងគឺយើងសប្បាយចិត្តតែកុំប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃចំណុចទី4ហ្នឹងគឺ change your internal dialogue ផ្លាស់ប្ដូរការនិយាយចំពោះខ្លួនឯងពីដូចថាបើសិនជាអ្នកទាំងអស់គ្នាទៅធ្វើការមួយដែលមិនពេញចិត្តហើយយើងឈប់និយាយប្រាប់ខ្លួនឯងថាអូយខ្ញុំអត់ចូលចិត្តការងារហ្នឹងទេខ្ញុំអត់ចូលស្រឡាញ់ការងារហ្នឹងទេអ្នកទាំងអស់គ្នាត្រូវផ្លាស់ប្ដូរការនិយាយថាទៅធ្វើការហ្នឹងទោះបីជាអ្នកទាំងអស់គ្នាមិនពេញចិត្តក៏ដោយប៉ុន្តែដើម្បី improve ខ្លួនឯងទៅថ្ងៃមុខនៅក្នុងការងារដែលអ្នកទាំងអស់គ្នាពេញចិត្តឧទាហរណ៍ថាបើសិនជានៅក្នុងការងារឥឡូវហ្នឹងយើងកំពុងតែ deal ជាមួយ toxic people យើងអាចយកឱកាសហ្នឹងរៀនពង្រឹងជំនាញមនុស្សរបស់អ្នកទាំងអស់គ្នាដូចថាការ communication skill people skill ហ្នឹងគឺយើងអាច improve ខ្លួនឯងនៅពេលដែលយើងកំពុងតែធ្វើការជាមួយ toxic people បាននៅពេលដែលយើង patient enough ដូចថាយើងយើងអត់ទ្រាំបានណាអញ្ចឹងនៅពេលអ្នកនរគ្នាធ្វើការជាមួយមនុស្សដែលអ្នកនរគ្នាពេញចិត្តគឺគាត់ស្រឡាញ់យើងហ្មងចំណុចទី5វិញគឺ capture every moment of life នៅពេលដែលអ្នកនរគ្នាឃើញព្រះអាទិត្យរះស្អាតឬមួយកលិចស្អាតឃើញព្រះច័ន្ទមូលកន្លងស្អាតឃើញដើមឈើមួយដែលស្អាតឃើញប្រាសាទមួយដែលស្អាតអញ្ចឹងអ្នកទាំងអស់គ្នាហ៊ាន capture ដូចថាថតឬមួយក៏ថតរូបក៏បានថតវីដេអូក៏បានទុកជាអនុស្សាវរីយ៍សម្រាប់ខ្លួនឯងបើមិនចឹងទេអ្នកទាំងអស់គ្នាគ្រាន់តែឈរមើល absorb energy ហ្នឹងណាវាដូចខ្ញុំចាំមួយនៅពេលដែលខ្ញុំទៅសៀមរាបហើយទៅខ្ញុំទៅ floating village កន្លែងភូមិកំពង់ភ្លុកគេហ្នឹងហើយខ្ញុំបិទទូរស័ព្ទខ្លួនឯងហើយនៅពេលដែលយើងគេជិះទូកទៅដល់កណ្ដាលតលេហ្នឹងគឺគេឈប់ដើម្បីយើងមើលថ្ងៃលិចហើយខ្ញុំពេលហ្នឹងគឺខ្ញុំបិទទូរស័ព្ទចោលហ្មងហើយខ្ញុំចាប់ផ្ដើម enjoy ខ្លួនឯងជាមួយនឹងថ្ងៃលិចហ្នឹងខ្ញុំនិយាយមានអ្នកទាំងអស់គ្នាស្អាតហើយមានអារម្មណ៍ថាmoment មួយហ្នឹងគឺវាដកជាប់នៅក្នុងខួរក្បាលខ្ញុំរហូតមកដល់ថ្ងៃហ្នឹងគឺខ្ញុំអត់ដែលភ្លេចទេថ្ងៃលិចដែលស្អាតខ្លាំងមែនតើហ្មងអញ្ចឹងវីដេអូខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយខ្ញុំសង្ឃឹមថាអ្នកនរគ្នាអាចយកចំណេះដឹងថ្មីដែលខ្ញុំប្រាប់នៅក្នុងថ្ងៃហ្នឹងបានទោះបីមិនបានច្រើនក៏ដោយបានត្រឹមតិចតួចខ្ញុំសង្ឃឹមថា point ដែលខ្ញុំ point out មកបានដូច5ចំណុចហ្នឹងអាចនឹងជួយអ្នកទាំងអស់គ្នាមានជីវិតប្រសើរជាងមុន See you in the next video bye bye